ចឹងសម្រាប់ក្រុមហ៊ុន CM Moto គឺបង្កើតឡើងដំបូងអស់គឺនៅក្នុងឆ្នាំ1989នៅក្នុងប្រទេសចិនអីនេះសូមស្វាគមន៍នៅវត្តមានពិសេសរបស់ Moto CM Moto 8 NK បាទសម្រាប់ប្រភេទMoto 8 NK នេះផងដែរគឺបំពាក់ឡើងមកជាមួយនឹងម៉ាស៊ីន2ស៊ីឡាំងដែលមានកម្លាំង799 cc ពេលនេះផងដែរខ្ញុំសូមស្វាគមន៍នៅវត្តមានរបស់ CM Moto 500 SR Boom បាទស្វាគមន៍នៅវត្តមានម៉ូតូថ្មីរបស់ក្រុមហ៊ុន CM Moto ដែលជាប្រភេទ Sport តែមានម៉ាស៊ីនធំជាងគេនៅពេលបច្ចុប្បន្ននេះគឺ CM Moto 675 SRR បាទនៅពេលនេះផងដែរយើងក៏សូមស្វាគមន៍នៅ model ថ្មីមកកាន់ប្រទេសកម្ពុជាគឺ CF Moto 800 MTX បាទនៅពេលដែលខ្ញុំជួបនៅកន្លែងបាយស៊ីស៊ីនេះខ្ញុំតែហ្នឹងគឺវាពិសេសតាមមួយគឺថា speed វាល្អមែនទេហើយលក្ខណៈនៃ quick shape របស់វាគឺផ្ទះលេខស្រួលទៀតហើយបងក៏ទៅគ្នាបាទគឺល្អមែនទេសំខាន់គឺស្រាហើយទៀតសម្រាប់ស្រីគឺនេះខ្ញុំបានខ្លាំងការបកបែងការគ្រប់គ្រងប្រាំងកំពុងល្អគឺថាសេអា control គឺបានវិញវាពូន